ជាទូទៅមនុស្សភាគច្រើនជួយចិត្តរស់ដើម្បីអ្នកដទៃប្រកបចិត្តអ្នកដទៃរហូតដល់ផ្លេចមើលថែសុខភាពផ្លូវចិត្តខ្លួនឯងរហូតដល់ផ្លេចមើលអ្វីដែលជាអត្តសញ្ញាណពិតរបស់ខ្លួនឯងយើងអាចប្រកបចិត្តអ្នកដទៃបានប៉ុន្តែធ្វើឲ្យខ្លួនឯងខកចិត្តធ្វើឲ្យខ្លួនឯងអត់សប្បាយចិត្តមានទុក្ខដោយសារតែយើងផ្គប់អ្នកដទៃខ្លាំងពេករហូតដល់ផ្លេចមើលអ្វីដែលជាតម្រូវការផ្ទាល់ខ្លួនរបស់ខ្លួនឯងអញ្ចឹងគួរណាស់តែសម្ដែងធ្វើឲ្យខ្លួនឯងមានភាពសប្បាយចិត្តពីខាងក្នុងមកវិញនៅពេលខ្លះមនុស្សគ្រប់គ្នាដែលយើងស្គាល់គឺយើងមិនអាចតម្រូវចិត្តគ្រប់គ្នាបានទេអញ្ចឹងបើសិនជាយើងព្យាយាមផ្គប់ចិត្តមនុស្សគ្រប់គ្នាប្រកបណាស់គឺមិនអាចទៅរួចទេអញ្ចឹងអ្នកទាំងអស់គ្នាឬទាំងខ្ញុំគប្បីមើលថែខ្លួនឯងឲ្យបានច្រើនព្រោះខ្លួនឯងមានតម្លៃសម្រាប់នឹងមានពេលវេលាសម្រាប់សម្រាកមានពេលវេលាសម្រាប់ធ្វើអ្វីៗសម្រាប់ដែលយើងខ្លួនឯងផ្ទាល់ខ្លួនចង់ធ្វើអរគុណបើសិនជាពេញចិត្តវីដេអូមួយនេះជួយ share ជួយ like ជួយ comment follow មួយផងបើអត់ពេញចិត្តជួយអាចរំលងបានអរគុណច្រើន